ក្រៅពីការងារចម្បងដូចជាកិច្ចការអភិរក្សកេរមរតកដូនតានិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អង្គរអាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរក៏ដូចជាការជួយសង្គ្រោះឧបត្ថម្ភក្នុងពេលដែលពួកគាត់ជួបទុក្ខលំបាកជាក់ស្ដែងកាលពីព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2015ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកអង្គរធំដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានបានចុះផ្ដល់អំណោយសង្គ្រោះបឋមជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន72គ្រួសារនៅឃុំលៀងដៃស្រុកអង្គរធំខេត្តសៀមរាបដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ហើយមានការខូចខាតជាច្រើនដូចជាផ្ទះសម្បែងសម្ភារៈផ្សេងព្រមទាំងផលដំណាំនៅជុំវិញផ្ទះជាដើមក្រៅពីអំណោយសង្គ្រោះបឋមសម្រាប់បន្ធូរបន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដូចជាតង់សម្រាប់រៀបចំជាជំរកស្នាក់នៅបណ្ដោះអាសន្នថវិកាព្រមទាំងបរិក្ខារមួយចំនួនសម្រាប់ម្ហូបអាហារប្រចាំថ្ងៃក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាក៏បានផ្ដល់នូវការឧបត្ថម្ភជាថវិកាមួយចំនួនជូនដល់កុមារី2នាក់បងប្អូនដែលរងគ្រោះដោយសាររន្ទះហើយបច្ចុប្បន្នព្យាបាលនៅមន្ទីរពេទ្យផងដែរបន្ទាប់ពីទទួលបានអំណោយសង្គ្រោះបឋមរបស់អាជ្ញាធរជាតិអប្សរាលោកឡុងរដ្ឋារៈអភិបាលនៃគណៈអភិបាលស្រុកអង្គរធំបានថ្លែងនៅអំណរគុណចំពោះអាជ្ញាធរជាតិអប្សរាជាពិសេសចំពោះការយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្លាប់ជួបប្រទះនឹងគ្រោះអាសន្នការងារសហគមន៍នៃអាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរអប្សរាដែលបាននាំអំណោយដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋយើងខ្ញុំដែលរងគ្រោះដោយជាធ្លាក់ចោលជីវកន្ត្រាក់កាលពីថ្ងៃទី18កន្លងមកនេះខែឧសភាកន្លងមកនេះក្នុងនាមខ្ញុំតំណាងឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយចំពោះអំណោយដែលបានជួយនៅពេលនេះគឺពិតជាចំពេលដែលប្រជាពលរដ្ឋយើងខ្ញុំត្រូវការដោយឡែកប្រជាពលរដ្ឋដែលធ្លាប់បានដឹងគ្រោះអាសន្នក៏បានសម្ដែងនៅទឹកចិត្តត្រេកអរនិងរំភើបជាអនេកប្បការចំពោះសមានចិត្តជ្រះថ្លាជួយគ្នាក្នុងគ្រាក្ររបស់អាជ្ញាធរជាតិអប្សរាសូមថ្លែងអំណរគុណអាជ្ញាធរអប្សរាដែលបានមកជួយយើងខ្ញុំនៅពេលនេះទាន់ពេលវេលាចា៎ឯចំណែកនៅក្នុងក្រុមគ្រួសារដែលទទួលគ្រោះថ្នាក់នៅពេលនេះគឺលំបាកមែនទែនចា៎មានអ្នកភូមិខ្លះក៏ត្រូវបានបាក់ផ្ទះទាំងមូលហើយអ្នកភូមិខ្លះក៏ត្រូវបានរបបមូលហើយការស្នាក់នៅរបស់គាត់បានយប់នេះគឺមានការលំបាកពីយប់នេះហើយចំណែកព្រួយជាងគេគឺពេលល្ងាចមិញពេលដែលកំពុងតែមេឃខ្មៅមីអួលអាប់ខ្លាំងពួកខ្ញុំព្រួយនឹកថាប្រហែលជាមកទៀតហើយចាគោះរៀងនៅពេលដែលទទួលបានគ្រោះថ្នាក់នឹងមកដល់ឯចំណែកនៅក្នុងការគ្រោះថ្នាក់នៅពេលនោះពេលដែលកំពុងតែភ្លៀងខ្ញុំមិនបាននៅផ្ទះទេខ្ញុំនៅសាលារៀនខ្ញុំត្រូវបានមើលកូនសិស្សទាំងអស់នៅក្នុងសាលារៀនហ្នឹងពួកគេយំយ៉ាងខ្លាំងដោយសារគ្រឿងនោះបាក់ជ្រុះចំស្បានពួកគេពួកយើងជាលោកគ្រូអ្នកគ្រូក៏បានរុញគេចូលក្រោមតុដើម្បីឲ្យផុតពីគ្រឿងធ្លាក់ចំហើយក្មេងខ្លះយំនឹកម៉ែក្មេងខ្លះមិនដឹងបានទៅទៀតដឹងអត់ព្រោះថានៅពេលនោះវាមេឃខ្មៅទាំងអស់ពួកខ្ញុំមានគ្រូ3នាក់ដែលនៅក្នុងសាលារៀនសម្រាប់គ្រប់គ្រងក្មេងប្រហែលជា100នាក់យើងបានមិនឲ្យគេចេញក្រៅទេដោយសារពេលនោះខាងក្រៅគឺខ្មៅទាំងអស់កាលណាខ្មៅទាំងអស់ហើយបើសិនយើងចេញក្រៅយើងគឺថាគ្រោះថ្នាក់ខ្លាំងហើយពេលនេះខ្ញុំបានទទួលអំណោយនៅពេលនេះគឺត្រេកអរមែនទែនយ៉ាងណាក៏យើងបានរួចពេលក្នុងមួយអាទិត្យពេលដែលយើងត្រូវបានត្រៀមរៀបចំរុះរើដំបូលផ្ទះរុះរើផ្ទះត្រូវរៀបចំទុកដាក់កន្លែងហើយដើម្បីសង់សាងតូមជាថ្មីចាហើយរបស់របរទាំងនេះគឺអាចយើងហូបបានរយៈពេលមួយអាទិត្យសម្រាប់ការងាររបស់យើងក្នុងសាងសង់កន្លែងថ្មីសម្រាប់រស់នៅ